គឺជាព័ត៌មានសង្ខេបសកម្មភាពសំខាន់របស់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី14ដល់ថ្ងៃទី19ខែមេសាឆ្នាំ2025ដែលមានសកម្មភាពសំខាន់ដូចតទៅនៅព្រឹកថ្ងៃច័ន្ទទី14ខែមេសាឆ្នាំ2025សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានក្រុមម្ដងប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានអញ្ជើញដង្ហែប្រកាសណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងព្រះរាជពិធីចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជានៅមុខប្រាសាទអង្គរវត្តនៃខេត្តសៀមរាបយាងនិមន្តនឹងចូលរួមក្នុងព្រះរាជពិធីនេះរួមមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានក្រុមម្ដងប្រឹក្សាផ្ទាល់ព្រះមហាក្សត្រសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្នាក់ដឹកនាំព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលនិងបណ្ដាអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជាថ្នាក់ដឹកនាំសង្ឃទាំងពីរគណៈនិងមន្ត្រីរាជការជាច្រើនរូបទៀតផងដែរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី17ខែមេសាឆ្នាំ2025សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដង្ហែប្រកាសណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាស្ដេចយាងក្នុងការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមាននៃការអញ្ជើញមកដល់របស់ឯកឧត្តមប្រធានាធិបតីចិនស៊ីជីនពីងក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល2ថ្ងៃពីថ្ងៃទី17ដល់ថ្ងៃទី18ខែមេសាឆ្នាំ2025នៅព្រះរាជាណាចក្រកម្ពុជាពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមប្រធានាធិបតីចិនស៊ីជីនពីងមានការរៀបចំជាក្បួនត្រែទ័ពហើយអមសងខាងផ្លូវពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមកដល់កន្លែងស្នាក់នៅក៏មានបងប្អូនប្រជាពលរដ្ឋកម្ពុជានិងប្រជាពលរដ្ឋចិនឈរអមសងខាងផ្លូវប្រមាណជា 30,000 នាក់ផងដែរដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលនឹងធ្វើឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជានិងចិននៅវិមានសន្តិភាពនារសៀលថ្ងៃទី17ខែមេសាឆ្នាំ2025សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាការងារជាមួយនឹងឯកឧត្តមស៊ីជីនពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេល2ថ្ងៃនៅក្នុងកិច្ចពិភាក្សានោះសម្ដេចតេជោបានសម្ដែងនឹងការស្វាគមន៍ក្នុងនាមសម្ដេចផ្ទាល់និងក្នុងនាមប្រជាជនកម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានឯកឧត្តមប្រធានាធិបតីចិនដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាជាលើកទី2ដែលលើកទី1កាលពីឆ្នាំ2016កន្លងទៅសម្ដេចតេជោបានចាត់ទុកឯកឧត្តមស៊ីជីនពីងជាភ្ញៀវពិសេសរបស់កម្ពុជាក្នុងឆ្នាំ2025នេះហើយការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមក៏មានលក្ខណៈពិសេសផងដែរសម្ដេចតេជោបានមានប្រសាសន៍ទៀតថាឆ្នាំ2025នេះគឺជាខួប15ឆ្នាំនៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរសម្ដេចបានចាត់ទុកឯកឧត្តមស៊ីជីនពីងគឺជាមិត្តចាស់មិត្តធំបំផុតជាទីទុកចិត្តបំផុតរបស់កម្ពុជានិងជាអ្នកគាំទ្រដ៏រឹងមាំរបស់កម្ពុជានិងគណៈបកប្រជាជនកម្ពុជាដែលជាគណៈបកកាន់អំណាចជាង46ឆ្នាំកន្លងមកនេះឯកឧត្តមប្រធានាធិបតីចិនស៊ីជីនពីងបានបង្ហាញនូវក្តីរីករាយនៅពេលដែលបានត្រឡប់មកកាន់ប្រទេសកម្ពុជាសាជាថ្មីម្ដងទៀតដែលជាមិត្តចាស់របស់ឯកឧត្តមជាពិសេសឯកឧត្តមបានចាត់ទុកសម្ដេចតេជោជាមិត្តចាស់បន្ទាប់ពីឯកឧត្តមបានជួបសម្ដេចតេជោកាលពី4ខែមុននៅប្រទេសចិនឯកឧត្តមបានសម្ដែងនូវក្តីរីករាយជាពិសេសរំភើបចំពោះការបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះឯកឧត្តមពីសំណាក់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាឯកឧត្តមស៊ីជីនពីងបានមានប្រសាសន៍គាំទ្រចំពោះគម្រោងព្រះជិចហ្វូណនតេជោដែលកម្ពុជាកំពុងតែដំណើរការសាងសង់ហើយភាគីចិនគាំទ្រចំពោះគំនិតដូចផ្ដើមក្នុងការសាងសង់ព្រះជិចនេះឯកឧត្តមបានបន្តទៀតថាភាគីចិននៅកម្ពុជានឹងពង្រឹងទំនាក់ទំនងបន្ថែមទៀតក្នុងក្របខ័ណ្ឌបកនិងបកក្របខ័ណ្ឌរដ្ឋាភិបាលនិងរដ្ឋាភិបាលហើយរដ្ឋាភិបាលចិននឹងជួយបណ្ដុះបណ្ដាលនូវធនធានមនុស្សរបស់កម្ពុជាទាំងធនធាននៅក្នុងគណៈបកប្រជាជនកម្ពុជានិងធនធានក្នុងរដ្ឋាភិបាលដើម្បីធ្វើយ៉ាងណាចូលរួមចំណែកក្នុងការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាសម្ដេចតេជោបានមានប្រសាសន៍លើកឡើងសម្ដែងនឹងការត្រេកអរយ៉ាងខ្លាំងចំពោះឯកឧត្តមប្រធានាធិបតីចិនដែលបានបង្ហាញនូវការគាំទ្រចំពោះការសាងសង់ព្រះជិចហ្វូណនតេជោ
ហើយសម្ដេចតេជោបានបញ្ជាក់អំពីសារៈសំខាន់នៃព្រៃចេកនេះដែលបម្រើទៅដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាហើយជាផលចំណេញសម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនឲ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀតនៅរាត្រីថ្ងៃប្រហោះទី17ខែមេសាឆ្នាំ2025សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដង្ហែប្រកាសណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីលាងសាយភោជជូនឯកឧត្តមប្រធានាធិបតីចិនស៊ីជីនពីងនិងគណៈប្រតិភូនៅព្រះបរមរាជវាំងក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេល2ថ្ងៃចាប់ពីថ្ងៃទី17ដល់ថ្ងៃទី18ខែមេសាឆ្នាំ2025បន្ទាប់ពីបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល2ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី18ខែមេសាឆ្នាំ2025ឯកឧត្តមស៊ីជីនពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននិងគណៈប្រតិភូបានធ្វើដំណើរចាកចេញពីព្រះរាជាណាចក្រកម្ពុជាហើយនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗរួមមានសមាជិកព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលបានជួនដំណើរឯកឧត្តមប្រធានាធិបតីនិងគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍តាមរយៈដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីចិនស៊ីជីនពីងបានពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីឲ្យកាន់តែប្រសើរឡើងបន្ថែមទៀតជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមានការវិនិយោគវិស័យពាណិជ្ជកម្មវិស័យអប់រំវិស័យហិរញ្ញវត្ថុវិស័យព័ត៌មានការងារយុវជនវិស័យកសិកម្មវិស័យសុខាភិបាលវិស័យធនធានទឹកវិស័យទេសចរណ៍វិស័យកិច្ចការនារីនិងវិស័យផ្សេងៗសំខាន់ជាច្រើនទៀតហើយដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលនឹងធ្វើឲ្យកាន់តែមានភាពរឹងមាំបន្ថែមទៀតនៅចំណងមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរកម្ពុជាចិន។